chẳng xua lục hù rồi nhóm giờ tới nhóm con cầm prìa đã xóa bục tề anh đang mà bị sang ấy chết muốn rừng mùi có bị mất lục hù bà ở vậy để cả là mình xong chỉ tì bật ná mình men chỉ Paul rồi bỏ bon đề và còn na về chỉ vì bạn rồi bỏ ác của son là cam na mùi còn tái dương ọt men nhiên ấy tự đăng thà cam ấy nó dương ọt đăng thà chưa cam ấy vậy còn tái mình men chưa có son là cam này bất chỉ ác của son là cam na mùi chẳng á bà mày tiệt bà đội ắt toàn sẽ bà chỉ tu tớiមនុស្សដែលគេគិតថាមានភាពកក់ក្ដៅគឺត្រូវកើតមកមានឪពុកម្ដាយរស់នៅជាមួយគ្នាយូរមែនទេហ្នឹងប៉ុន្តែយើងបែរជាបាត់ឪពុកសានគាត់ឪពុកសានបាទដូចគ្រូដាឬគាត់ក៏ស្លាប់ចោលយើងទៅចាហ្នឹងហើយកម្មវាឲ្យផលវាមិនប្រះចាកហេតុទេវាស្តៀងតែគ្នាទេជួនកាលវាកើតដោយសារបង្រត់បង្រាស់មេបាវាបាច់តែស្អីដូចកម្មខ្ញុំកម្មអូនយីមអីហ្នឹងមិនដឹងថាត្រូវប្រត់ប្រាស់ប្រមាណលានជាតិទៀតទេចាទីហោដូចខ្ញុំធ្លាប់ដាក់អន្ទាក់ឲ្យលោកហ្នឹងដាក់យកមេគេទៅកូនចៅវាមិនប្រត់ឃើញទេហ្នឹងហើយអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបាបោបិបស្សតិភៈត្រាំងយាវៈបាតាំងអ្នកបញ្ចតិបុគ្គលដែលធ្វើបាបនៅពេលដែលបាបមិនតន់ឲ្យផលចេះតែគិតថាអំពើបាបហ្នឹងល្អសបាយធ្វើទៅយទាចបច្ចតិបាបាំងអដ្ឋបាបោបាបានិបស្សតិលុះតែបាបឲ្យផលទើបដឹងថាលំបាកហ្នឹងហើយឧទាហរណ៍ថាពីជាតិមុនកាលយើងបង្រត់បង្រាស់មេបាវាហ្នឹងយើងសប្បាយណាដល់ឥឡូវមកកើតជាតិនេះត្រូវឲ្យឪពុកយើងហ្នឹងស្លាប់មុនយើងទៅទើបយើងពិបាកឃើញទេប៉ុន្តែថាកាលណាយើងនិយាយពីការវិវត្តឆ្លងជាតិអីចឹងវាលងលយពេកវាជួនកាលយើងគិតថាគ្រាន់និយាយលួងចិត្តអីចឹងណាប៉ុន្តែសួរថាមេគាពធដោះស្រាយមិនវិញបើរឿងវាកន្លងទៅហើយថាវាអត់សំខាន់ថាជួបគ្នាបានប៉ុណ្ណាត្រូវរស់នៅបែបម៉េចទេសំខាន់មែនទែនទៅដំណើរក្នុងសង្សារវដ្តនេះទីតៃពីគ្នាទេជាឪពុកជាម្ដាយនឹងក៏ដោយរស់នៅបានមួយគ្នាប៉ុណ្ណាប៉ុណ្ណឹងអញ្ចឹងណាប៉ុន្តែសំខាន់នេះយើងនៅមានជីវិតនឹងត្រូវធ្វើអីពីព្រោះទោះយើងខំស្ដាយខំតូចចិត្តខំរំលឹកសារឡើងវិញយ៉ាងណាក៏គាត់មិនមកវិញដែរណាដែលល្អបំផុតនោះគឺរស់ឲ្យល្អពីថ្ងៃនេះទៅនឹងត្រូវយកជីវិតដែលនៅសល់ហ្នឹងគឺត្រូវសិក្សាពីព្រោះពាក្យថាជាឪជាកូនជាអីហ្នឹងវាមិនមែនគ្រប់ជាតិហ្នឹងវាត្រូវតែជាកូនជាឪជាម៉ែជួនកាលទៅជាសត្រូវជួនកាលទៅជាមិត្តទៅជាវ័យគ្រប់យ៉ាងនៅជុំវិញជីវិតយើងហ្នឹងព្រោះដូចខ្ញុំអញ្ចឹងមានអ្នកថាដែរអាយុ50ហើយទៅមិនយកកូនអត់អាណិតកូនទេអីបន្តិចងាប់ចោលកូនបានណាមានគេថាខ្ញុំញឹកអញ្ចឹងដែរហ្នឹងហើយបានខ្ញុំថាពិតទេថាយើងការពីក្មេងហ្នឹងវាមិនចេះងាប់ពីក្មេងមែនទេបាទហ្នឹងមួយទៀតពិតទេថាយើងរស់នៅរហូតហ្នឹងយើងពិតជាអាចជួយកូនបានវាមិនប្រកបទេណាជួនកាលទោះឪពុកម្ដាយនឹងចង់ជួយតែកូននឹងជួយអត់បានណាគាត់ទៅសែបគ្រឿងញៀនគាត់ទៅធ្វើស្អីណាណៃទាំងដែលម៉ែឪនៅរស់នឹងមកកណោមែនទេហ្នឹងហើយដូចនៅស្រុកខ្មែរមួយកូនទៅសែបគ្រឿងញៀនឪពុកនឹងបាក់ចិត្តណែនាំចុះណែនាំឡើងអនុវិញ្ញាណឆ្នាំវាយឪមកបថៅចំបាល់បែកធ្លុះស្លាប់ទៅអញ្ចឹងវាអត់សំខាន់ថារស់នៅជាមួយគ្នាបានរយៈពេលប៉ុណ្ណាទេមួយថ្ងៃក៏ដោយបានមួយខែក៏ដោយមួយឆ្នាំក៏ដោយតែអាថ្ងៃដែលយើងរស់នៅជាមួយគ្នាគឺជាថ្ងៃដែលយើងធ្វើឲ្យល្អបំផុតនៅក្នុងតួនាទីរបស់យើងហើយបើវាត្រូវបែកថ្ងៃណាថ្ងៃហ្នឹងឃើញទេហើយអ្នកខ្លះហ្នឹងម៉ែឪនៅយូរទៅកើតបាបតែជាមួយម៉ែឪនោះមើលយូរទៅធុញជ្រក់ជ្រិញជេរបចោប្រមាថឃើញទេ
វាអត់សំខាន់ទេជួបប៉ុណ្ណាប៉ុណ្ណឹងចឹងណាហ្នឹងហើយបាទហើយសំខាន់គឺយើងនៅមានជីវិតនេះសម្រាប់សិក្សាសម្រាប់អនុវត្តសម្រាប់ចម្រើនការយល់ដឹងរបស់យើងឥឡូវនេះតទៅទៀតបាទ មានអីទៀតសួរអស់ សួរអត់មានចម្លើយមានអីចង់សារភាព តួដូនពីម្ដង បានហើយបាន មិនមកប្តីបារាំងអត់សួរ មិនអត់សួរហេតុហ្នឹងអត់សួរ ព្រោះហ្នឹងព្រម ចា ហ្នឹងរឿងគ្រប់យ៉ាងគឺចប់ត្រឹមព្រម ចា មិនមែនតែរឿងហ្នឹងទេ ចេះគេថាគូព្រេងនេះមិនគូព្រេងបានឆ្ងាយលោកគ្រូ ហ្នឹងហើយយើងថាទៅគឺប្រេងហ្នឹងវាគ្រាន់តែថាអញ្ចឹងទៅគាត់គាត់ថាវាមិនប្រកាសថាពីប្រេងធ្លាប់ជាគូហើយនៅតែជាគូទៀតក៏មិនមែនដែរអញ្ចឹងណាព្រោះការជួបគ្នាដោយកត្តាពីរទី1វាពាក់ព័ន្ធអតីតផងទី2វាពាក់ព័ន្ធនឹងធ្វើប្រយោជន៍ដល់គ្នាអញ្ចឹងវាអត់សំខាន់ទេដូចជាងកាលយើងនិយាយថាខ្មែរត្រូវតែស្រឡាញ់គ្នាចុះបើខ្មែរលួចតពងមន់គ្នាឯងហ្នឹងឧទាហរណ៍ហ្នឹងហើយខ្មែរលួចតែអីខ្មែរធ្វើចោលលួចតែគ្នាឯងហ្នឹងស្រឡាញ់មិនមែនទេហ្នឹងហើយប្តីចឹងថាខ្មែរត្រូវយកប្តីខ្មែរហើយចុះបើប្តីខ្មែរខ្លះផឹកតែវាយតែប្រពន្ធហ្នឹងយកល្មិច ចាផងហ្នឹងហើយ មែនអត់ ចា ហ្នឹងវា វាតែគូកម្មវិញ ហ្នឹងហើយនរណាក៏គូកម្មទាំងអស់ ចាំអត់ដល់មែនហ្នឹង ឲ្យតែមានគឺកម្មហើយបាទគឺសាងកម្មជាមួយគ្នាហ្នឹងហើយតែនៅមួយគ្នានោះស្អប់ផងស្រឡាញ់ផងខឹងផងស្ដីទៅស្ដីមកសិតតែជាអំពើកម្មដែលត្រូវធ្វើមួយគ្នារហូត អាហ្នឹងរាល់ថ្ងៃ ហ្នឹង ចាំមិនបានមានពាក្យគូកម្មគូគូប្រេងគូពណ៌គូគូពីអី អាដិតទៅ មនុស្សជាចែកទៅទេបាទហើយមែនតែនទៅវាមកពីការធ្វើទុកក្នុងចិត្តរៀងខ្លួនទេបើសិនជាមនុស្សចេះអនុគ្រោះគ្នាទៅវាហៅតែគូប្រេងហ្នឹងហើយដោយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាពុទ្ធតិរសាសង្ឃហោការសង្គ្រោះដល់បុត្រនិងភរិយាទីហៅថាប្តីហ្នឹងគឺថាវាមិនសំខាន់ថាធ្លាប់ជួបប្រពន្ធពីមុនមកឬអត់ទេបើជាតិហ្នឹងកុំទៅប្រព្រឹត្តអបាយមុខទៅនឹងធ្វើជាឪពុកល្អធ្វើជាប្តីល្អទៅវាល្អហើយមិនចឹងហ្នឹងហើយប្រេងមកពីណាក៏ដោយប៉ុន្តែឲ្យអាលៀមហ្នឹងហើយដើរបាត់អត់ចូលផ្ទះអីចឹងទោះប្រេងរាប់រយជាតិតគ្នាក៏ដោយក៏វាទៅជាលាយទឹកដែរបាទ ចេះលោកគ្រូសុំមួយទៀតថាធម្មតាយើងត្រូវសងគុណឪពុកម្ដាយសងគុណឪពុកម្ដាយចឹងណាហើយចុះបើគាត់ស្លាប់ទាំងយើងអត់ដឹងអីផងយើងបានសងគុណអីមិនដែរ ដោយពុទ្ធបរិស័ទកើតតន់ពុទ្ធទេ អូអត់តាន់ អត់តន់ទេតែអាចដឹងគុណពុទ្ធបានទេ អូដឹងទៅ ដឹងដោយអី ដឹងដោយគាត់បើសិនបើ ដោយ ពុទ្ធដឹង ធ្វើអីដើម្បីជាការដឹងគុណពុទ្ធ ដឹងពួកគាត់ណែនាំអវាទល្អ បាទ ចា ហ្នឹងហើយព្រះអង្គសម្ដែងឲ្យថាបើអ្នកណាសិក្សានៅពាក្យទូនមានរបស់ព្រះអង្គដោយល្អគោរពប្រតិបត្តិតាមអ្វីដែលព្រះអង្គទ្រង់សម្ដែងដោយល្អអានឹងឈ្មោះថាជាការបដិបត្តិដោយល្អដោយគោរពដោយបដិបត្តិបូជាបូជាដ៏ឧត្តមឈ្មោះថាជាការដឹងគុណរបស់ពុទ្ធបរិស័ទឃើញទេដូចគ្នាបើយើងគិតទៅដល់ទឹកចិត្តឪពុកម្ដាយទោះយើងមិនបានជួបគាត់យូរក៏ដោយប៉ុន្តែយើងឥឡូវយើងក៏ជាឪពុកម្ដាយដែរមែនទេ ចា ថាតើចិត្តយើងស្រឡាញ់កូនយើងមិនចង់ឲ្យកូនយើងល្អមិនហ្នឹងហើយអញ្ចឹងយើងប្ររពយកអាទឹកចិត្តព្រំវិហារធម៌របស់គាត់នោះយកមកដាក់ក្នុងចិត្តហើយសាងជីវិតយើងឲ្យបានល្អដូចបំណងដែលគាត់ចង់ឲ្យយើងបានសុខនោះហ្នឹងហើយឈ្មោះថាជាការដឹងគុណឪពុកម្ដាយពីព្រោះតួឪពុកម្ដាយយើងដែលត្រូវការឪពុកម្ដាយតាមពិតមិនមែនត្រូវការសាច់ឈាមរបស់គាត់ទៀតទេគឺត្រូវការព្រំវិហាររបស់គាត់អញ្ចឹងទឹកចិត្តរបស់គាត់សេចក្តីស្រឡាញ់របស់គាត់នោះគាត់ស្លាប់យើងអាយុប៉ុន្មានកាលនោះ 3 ខែ 3ខែអញ្ចឹងពិតណាស់3ខែគាត់បានឃើញយើងហើយគាត់ធ្លាប់មានសេចក្តីអាណិតយើងហើយគាត់ធ្លាប់មានសេចក្តីស្រឡាញ់យើងតាំងយើងក្នុងពោះម៉េះអញ្ចឹងណាអញ្ចឹងយើងប្ររពយួរសេចក្តីស្រឡាញ់របស់គាត់ហ្នឹង
ពេលយើងធ្វើជោគជ័យអ្វីមួយប្រាប់ខ្លួនឯងថាបើលោកឪពុកនៅលោកឪពុកពិតជាពេញចិត្តនៅអ្វីដែលកូនធ្វើឃើញទេអញ្ចឹងបានពេលឪពុកខ្ញុំស្លាប់ខ្ញុំខ្ញុំធ្វើរូបគាត់គ្រប់កន្លែងដាក់ធ្វើរូបដូចគាត់ឈរអញ្ចឹងខ្ញុំដាក់ស្នោអញ្ចឹងដាក់មុខនឹងមួយនៅកន្លែងខ្ញុំធ្វើការខាងមុខធ្វើប្រព័ន្ធរូបគាត់អញ្ចឹងទៅព្រោះជាធម្មតាខ្ញុំតាំងពីក្មេងពេលដែលខ្ញុំធ្វើយាមធ្វើអីមួយដែលល្អមនុស្សដែលខ្ញុំប្រាប់មុនគេគឺឪពុកខ្ញុំហើយឪពុកខ្ញុំតែងតែពេញចិត្តនៅអ្វីដែលខ្ញុំធ្វើការសម្រេចបានគាត់តែងតែលើកទឹកចិត្តដូច្នេះខ្ញុំពេលធ្វើខ្ញុំសរសេរសភៅក្តីខ្ញុំធ្វើអីក្តីខ្ញុំគិតថាឪពុកខ្ញុំដូចនៅចិត្តខ្ញុំអញ្ចឹងណាបើសិនជាគាត់បានឃើញគាត់សប្បាយចិត្តណាយើងធ្វើបានប៉ុណ្ណឹងរួចពីហ្នឹងមកយើងអាចធ្វើសេចក្តីល្អយើងធ្វើតក្កណានុប្រទានតាមការដែលយើងអាចធ្វើបានអញ្ចឹងណាឧទ្ទិសគាត់ម្ដងម្កាលអញ្ចឹងទៅហើយក្រៅពីហ្នឹងគឺថែរក្សានៅរូបរាងកាយយើងហ្នឹងឲ្យល្អជាមរតករបស់គាត់គាត់ទៅបាត់មែនប៉ុនកុំភ្លេចទៅហ្សែនរបស់គាត់នៅក្នុងខ្លួនយើងជា genetic របស់គាត់គ្រាន់តែយើងថែរក្សាខ្លួនដោយល្អក៏ឈ្មោះថាការស្រឡាញ់ឪពុកម្ដាយរបស់យើងដែរហ្នឹងហើយប៉ុន្តែបើយើងទៅភ្លើតភ្លើនបំផ្លាញសុខភាពខ្លួនឯងដូចថាទៅដូចមនុស្សខ្លះដូចក្មេងៗឥឡូវទៅកាន់ដាវកាប់គ្នាតាមផ្លូវអីហ្នឹងមនុស្សហ្នឹងអត់ដឹងគុណឪពុកម្ដាយយើងមិនបាច់ទៅមើលដល់ផ្ទះព្រោះគាត់អត់ទាំងចេះថែខ្លួនគាត់ផងហ្នឹងគាត់គិតថាខ្លួនគាត់ហ្នឹងជារបស់គាត់ទាំងមូលដាច់មុខប៉ុន្មានទេជីវិតយើងម្នាក់វាជាចំណែកនៃឪពុកម្ដាយរបស់យើងអញ្ចឹងគ្រាន់តែយើងថែរក្សាខ្លួនដោយល្អហ្នឹងក៏ឈ្មោះថាជាការចិញ្ចឹមទឹកចិត្តឪពុកម្ដាយដែរណាទោះបីគាត់មិនឃើញក៏ដោយអញ្ចឹងណាចាចា បាទ ប៉ុន្តែគាត់មានម្ដាយគាត់បប្រតិបត្តិម្ដាយបានល្អលោកគ្រូ បាទសាធុ ហ្នឹងហើយគាត់ព្យាយាម ហ្នឹងហើយនឹងប្រាប់ខ្លួនយើងទៀតបើកាលយើងបានបប្រតិបត្តិល្អជាមួយម្ដាយហើយណាហាក់ដូចជាប្រាប់ឪពុកយើងថាឪពុកស្លាប់ទៅមែនទូនាទីឪពុកត្រូវមើលម្ដាយប៉ុន្តែខ្ញុំមិនអោយឪពុកព្រួយទេខ្ញុំមើលម្ដាយជំនួសលោកឪពុក គាត់ជាជំហរ ហ្នឹងហើយនឹងក៏ជាមោទនភាពរបស់យើងដែរ គាត់ទៅពេទ្យនេះ បាទសាធុអូបាទហ្នឹងហើយខ្ញុំក៏សូមអនុមោទនានៅបុណ្យ សាធុ មើលថែម្ដាយបាទសាធុសាធុសាធុ